ដំណើរជីវិតពិតជាមិនដូចដំណើរនៃផ្លូវដើរដំណើរនៃផ្លូវដើរគឺយើងអាចបត់បែនបានគ្រប់កលៈទេសៈតែដំណើរនៃផ្លូវជីវិតយើងពិបាកនឹងបត់បែនខ្លាំងនៅពេលយើងជួបបទពិសោធន៍ពិបាកទាំងការបត់បែនពិបាកទាំងការទទួលយកមកនិយាយទៅផ្លូវជីវិតអត់ស្រួលដូចផ្លូវដើរប្រសិនបើផ្លូវជីវិតស្រួលដូចផ្លូវដើរជីវិតរបស់មនុស្សគ្រប់រូបគឺជួបតែសេចក្តីសុខគ្មានសេចក្តីទុក្ខនោះទេតែយើងមិនអាចប្រឆាំងប្រកែកប្រណាំងមិនច្បាប់ធម្មជាតិតែតាមច្បាប់កម្មរបស់ជីវិតរបស់មនុស្សយើងម្នាក់ដែលបានសាងពីមុនមករៀងខ្លួនដំណើរជីវិតពិតជាជួបនៅរឿងរ៉ាវជូរចត់គ្រប់រសជាតិតែធ្វើដំណើរតាមផ្លូវគឺពិតជាមិនពិបាកឡើយតើយើងគួរតែដោះស្រាយផ្លូវជីវិតយើងបែបណាដំណើរនៃជីវិតបែបណារសជាតិនៃជីវិតបែបណាតើតែយើងរៀនបងវាយនៃសេចក្តីទុក្ខសោកទាំងឡាយទាំងពួងនោះទម្លាក់ចុះឲ្យរៀងស្រាលបន្តិចទើបផ្លូវជីវិតរបស់យើងមួយនេះដើរទៅក៏វារៀងស្រាលមិនសូវជាធ្ងន់តែប្រសិនបើយើងមិនទម្លាក់នៅស្ពីដែលយើងបានស្ពីមកឲ្យវារំបាក់ទេយើងច្បាស់ជាធ្ងន់នៅជាប់ខ្លួនជារៀងរហូត